សួស្តីអ្នកទាំងអស់គ្នាខ្ញុំអានឈីនិនតាកូហាស្វាគមន៍មកកាន់ការសម្រាយសាច់រឿងថ្មីរឿងនេះគឺគេចេញចប់យូរមកហើយប៉ុន្តែខ្ញុំក៏អត់បានធ្វើវាដែរឥឡូវខ្ញុំមានចំណង់ចំណូលចិត្តគិតថាចង់ធ្វើ anime បែបស្នេហាដូច្នេះខ្ញុំក៏យករឿងនេះយកមកធ្វើតែម្ដងទៅហើយស្វាគមន៍មកកាន់ anime The Fifth Grade Flower Bloom with Fidelity បើសិនជាខ្ញុំអានចំណងជើងរឿងនេះខុសគឺ sorry ទៅកាន់អ្នកទាំងអស់គ្នាផងហើយតោះកុំឲ្យអូកាឡាសាច់រឿងរបស់យើងច្រើនពេកយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងចាប់ផ្ដើមនៃសាច់រឿងដំបូងយើងក៏បានមកជួបជាមួយនឹងតួឯកប្រុសរបស់យើងដែលគាត់គឺមានឈ្មោះថា Rentaro ដោយ Rentaro គាត់បានគឺអង្គុយមើលទៅកាន់សាលាមជ្ឈិមទៀតដែលបានបិទវាំងននចិត្តនឹងនេះឯងហើយបងយើងនឹងគាត់ទៅតែអាយុ16ឆ្នាំទេហើយពេល Rentaro គាត់ចេញពីសាលាគឺថាគ្រប់គ្នាគិតថាគាត់នឹងគឺជាក្មេងស្ទាវអីអញ្ចឹងតែដោយសារតែគាត់គឺបានលាបថ្នាំសក់ហើយចោះកវលទៀតហើយ Rentaro ក៏បានដើរទៅជួបជាមួយនឹងមិត្តភ័ក្តិរបស់គាត់ដែលកំពុងតែឆ្លោះគ្នាជាមួយនឹងអាពីរអ្នកនេះផងដែរនិយាយចាំតើអាពីរក្បាលនឹងវាមករក Rentaro ទេប៉ុន្តែជួបមិត្តភ័ក្តិរបស់ Rentaro ក៏រករឿងហ្មងទៅដោយសារតែចង់ពិភាក្សារឿងជួបគ្នាជាមួយនឹង Rentaro យប់មិញអីអញ្ចឹងណាហើយនៅពេលនោះក៏មានការអីដែរណាបាទខ្ញុំមានការអីបកាច់យកឲ្យលើទៅអីទៀតដាក់មេប្រូចហ្មងទៅដោយ Rentaro គាត់ចេញមកពីក្រោយដូចខ្មោចអញ្ចឹងហើយក៏បន្ទោសទៅកាន់មិត្តភ័ក្តិរបស់ខ្លួនឯងថាឲ្យបានហើយឈប់រករឿងគេទៀតហើយបកាច់យកអាណាបានទៅរករឿងវាអ្នកមករករឿងឯងមុនសោះហើយពួកគេក៏ធ្វើដំណើរមកវិញជាមួយនឹងគ្នាផងដែរហើយពួកគេទាំងអស់គ្នាក៏និយាយថាចំហើយ Rentaro ធ្វើអីគេយប់មិញបានជាពួកអស់នឹងមកតាមលុកដល់អញ្ចឹងដឹងអីអត់មានដឹងខ្យល់អីហងប៉ុន្តែយប់មិញហ្នឹងនៅក្បែរផ្ទះខ្ញុំឃើញខាងស្រីក៏ផ្ទះភ្លៀងខាងប្រុសហើយខ្ញុំឃើញអញ្ចឹងដោយសារតែចិត្តអាណិតខាងប្រុសខ្ញុំក៏សម្រេចចិត្តថាទៅជួយមើលគេអីតិចទៅប៉ុន្តែអាតប៉ែនឹងមានដឹងណាក៏ឃើញមុខខ្ញុំហើយរត់ប្រូចតពេលអញ្ចឹងទៅមានអារម្មណ៍ថាដូចមិនដឹងទេដោយក្រនទៅលើអញ្ចឹងហើយមិត្តភ័ក្តិ Rentaro ក៏សាចហើយក៏និយាយថាបើសិនជាពួកគេវិញឃើញ Rentaro យប់ឡើងយ៉ាងក៏រត់ដែរហើយពេលដែលពួកគេដើរតាមផ្លូវហ្នឹងក៏បានជ្រោះជាមួយនឹងសិស្សសាលាខីយោផងដែរដោយពេលនោះមានមនុស្សស្រីម្នាក់បានធ្វើកណាត់ឲ្យជ្រុះដោយឃើញអញ្ចឹងឈោហេហ្នឹងគឺបានរើសកណាត់ហ្នឹងឲ្យទៅកាន់ម្នាក់ស្រីនឹងវិញប៉ុន្តែអីដែលម្នាក់ស្រីនឹងតបមកវិញគឺជាពាក្យសម្ដីដែលអាចស្រួលខ្លាំងមែនទែនហើយបោះកណាត់នឹងចោលទៅពួកគេអត់ត្រូវការដោយឈូហេបន្ទាប់ពីឃើញអញ្ចឹងក៏អត់ខ្វល់អីច្រើនទេដោយសារតែពាក្យសម្ដីអស់ហ្នឹងឯងស្ដាប់ច្រើនដងចេះអត់ខ្វល់អីសោះតែមកហើយនិយាយត្រង់ទៅមូលហេតុដែលសាលាទាំងពីរនឹងអត់ត្រូវគ្នាពួកយើងគឺអត់ដឹងនោះទេថាមកពីអីឬមួយវាអាចជាមកពីសាលាខីយ៉ូគឺជាសាលារបស់អ្នកមានហើយវាជាប្រភេទសាលាឯកជនវាដូចសាលារដ្ឋហើយសម្បូរទៅដោយពពួកបែបថាក្មេងស្ទាវជើងកាងអីអញ្ចឹងណាដែលយើងក៏អត់ដឹងទេថាមិនដឹងថាមកពីហេតុអីបានជាពួកគេអត់ត្រូវគ្នានោះទេតែយើងគឺមិនទាន់ដឹងច្បាស់ដល់ពេលនោះគឺឈូហេបានបបួលទៅកាន់តួប្រុសនឹងឲ្យទៅញ៉ាំអីជុំគ្នាប៉ុន្តែតួប្រុសគឺអត់ទេដោយសារតែត្រូវទៅជួយលក់នំខេករបស់ម៉ាក់ខ្លួនឯងអីអញ្ចឹងដោយម៉ាក់ Rentaro ផ្ទាល់ហ្នឹងគឺគាត់បានបើកហាងធ្វើខេកអីអញ្ចឹងទៅហើយនៅពេលនោះម៉ាក់ Rentaro ហ្នឹងគឺក៏ឲ្យ Rentaro ហ្នឹងគឺជួយមើលភ្ញៀវមួយឲ្យគាត់ផងដោយសារតែនៅខាងក្រៅហ្នឹងគឺវាភ្លៀងខ្លាំងពេកអញ្ចឹងទៅនាងគឺទៅអត់បានទេហើយ Rentaro គាត់បានមើលហ្នឹងគឺគាត់មើលមែនគឺគាត់មើលតើគេហ្នឹងគឺមានអារម្មណ៍ថាហុយផ្សែងតាមក្បាលយកមកអូយចុះបើម៉ែឲ្យមើលមិនមើល Rentaro ដែលគាត់ឃើញនាងឆ្លក់ហ្នឹងក៏ទៅយកទឹកឲ្យនាងញ៉ាំទៅហើយនាងគឺមានឈ្មោះថា Valkyrie ហើយបន្ទាប់មក Valkyrie ហ្នឹងគឺទាញឆាត់រត់ទៅបាត់យកមកហើយនៅពេលនោះ Rentaro គាត់ក៏បានបន្តទៅកាន់ខ្លួនឯងដែរថាមើលទៅវាយជាមុខខ្ញុំហ្នឹងពីគួរខ្លាចពេកហ្នឹងមើលទៅហើយ Rentaro ផ្ទាល់គាត់ក៏បានសួរទៅកាន់ម្ដាយរបស់គាត់ទៅរឿងរបស់ Valkyrie ផងដែរដោយ Valkyrie ហ្នឹងគឺមួយខែមកញ៉ាំនឹង2 3 ដងអីចឹងទៅហើយនៅពេលនោះ Rentaro គាត់ក៏និយាយតែចង់និយាយថាមួយម្អែងណាឥឡូវរត់ទៅបាត់ហើយបើសិនជាមួយម្អែងអត់បានមកវិញខ្ញុំសុំទោសផងអ្នកម្ដាយរបស់ Rentaro ហ្នឹងគាត់ក៏អត់បានថាអីទៅកាន់ Rentaro ដែរហើយនៅពេលនោះគាត់ក៏និយាយថាមិនបាច់ភ័យឯកូនសម្លាញ់ចាំម៉ាក់ធ្វើនំខេកដែលញ៉ាំហើយធ្វើឲ្យ Valkyrie នឹងគឺដកចិត្តអត់រួចហ្មងតែក៏មើលមុខ Rentaro ពេលដែលមកដល់សាលានិយាយចំទៅ Rentaro គាត់បានគិតច្រើនខ្លាំងមែនតើដោយសារតែអីគាត់បានធ្វើមួយរបស់គាត់នឹងគឺរត់ចេញពីហាងអីអញ្ចឹងឈូហេដែលឃើញ Rentaro អត់សូវសប្បាយចិត្តអញ្ចឹងក៏បួ Rentaro ទៅញ៉ាំអីអញ្ចឹងតែ Rentaro អត់ទៅទេដោយកំពុងនឹងអង្គុយអានសៀវភៅក្នុងបន្ទប់របស់ខ្លួនឯងហ្នឹងម៉ាក់របស់ Rentaro ហ្នឹងក៏បាននិយាយថា Valkyrie ហ្នឹងគឺរក Rentaro ហើយ Rentaro បន្ទាប់ពីឃើញ Valkyrie ហើយគឺធ្វើខ្លួនឯងហ្នឹងគឺនិយាយចំធ្វើខ្លួនអត់ត្រូវនោះទេដោយ Rentaro ក៏រៀបតែនឹងសុំទោសទៅកាន់ Valkyrie តែ Valkyrie គឺបានកាត់ពាក្យសម្ដីឯងគឺហៅ Rentaro ហ្នឹងគឺញ៉ាំខេកបកាច់យកឲ្យកញ្ញាប៉ាវហើយ
និយាយចំអាប៉ាវមធ្យមងុំស៊ីនៅក្នុងហាងខ្លួនឯងទៀតវ៉ាការីគឺបានសុំទោសទៅកាន់រ៉េនតារ៉ូដែលយប់មិញគឺបានរត់ចេញពីហាងហើយរ៉េនតារ៉ូក៏រៀបទៅនឹងសុំទោសទៅកាន់វ៉ាការីវិញតែរួចមុខដូចឃ្លានដល់ហើយអត់អីយើងញ៉ាំអញ្ចឹងដោយដំបូងវ៉ាការីគឺបាននិយាយថាអត់អីខ្ញុំអត់ចង់ញ៉ាំទេប៉ុន្តែចុងក្រោយគឺនៅតែយកមកញ៉ាំដែរហើយនៅពេលនោះវ៉ាការីនាងក៏បាននិយាយដែរថាលោកប្រហែលជាមានអារម្មណ៍ថាប្លែកទេពេលដែលឃើញមនុស្សស្រីញ៉ាំច្រើនអញ្ចឹងរ៉េនតារ៉ូក៏បន្តវិញនឹងហើយនិយាយចំទៅវាប្លែកមែនហ្នឹងហើយវ៉ាការីក៏បានណែនាំឈ្មោះរបស់ខ្លួនរ៉េនតារ៉ូក៏បានណែនាំជាមួយនឹងឈ្មោះរបស់ខ្លួនវិញដូចគ្នាហើយរ៉េនតារ៉ូក៏បានសួរថាហេតុអីបានជាយប់មិញហ្នឹងនាងរត់ចេញពីហាងអញ្ចឹងដោយនៅពេលនោះផងដែរវ៉ាការីនាងក៏បានតបវិញថាអាយុមិញហ្នឹងគឺដោយសារតែនាងហ្នឹងគឺអៀនខ្លាំងពេកដោយសារតែរ៉េនតារ៉ូហ្នឹងគឺបានមើលទៅកាន់នាងតាមពេលអញ្ចឹងទៅគឺនាងមានអារម្មណ៍ថានាងខ្មែរនាងអៀនមានអារម្មណ៍ថារំភើបរ៉េនតារ៉ូនៅពេលដែលលើបែបនោះគាត់មានអារម្មណ៍ថាមិនចាំមនុស្សភាគច្រើនពេលដែលសម្លឹងមកកាន់គាត់ដូចជាគាត់នឹងមនុស្សអាក្រក់អញ្ចឹងតែចំពោះវ៉ាការីគឺខុសគ្នាវាដូចគ្នានោះទេអាហ្នឹងវាជាអារម្មណ៍អីហើយមើលទៅពេលវេលាវាដូចជាយប់ណាស់ហើយវ៉ាការីក៏ចាប់ផ្ដើមរៀបចំចេញទៅផងដែររ៉េនតារ៉ូក៏ចង់ជួលវ៉ាការីទៅវិញដូចគ្នាផងដែរតែវ៉ាការីនាងក៏បាននិយាយថាមិនបាច់ទេព្រោះនៅម្ដុំនេះក៏មានចំណោទរថភ្លើងដែរហើយនៅពេលនោះវ៉ាការីនាងក៏បាននិយាយថារ៉េនតារ៉ូតើលោកដឹងទេលោកគិតថាខ្ញុំរត់ចេញពីហាងនោះមូលហេតុគឺដោយសារតែខ្ញុំខ្លាចលោកមែនអត់ក៏ប៉ុន្តែគឺអត់នោះទេដូច្នេះហើយជឿខ្ញុំទៅខ្ញុំបានខ្លាចលោកទេដោយក្រំទៅលើបែបនោះហើយរ៉េនតារ៉ូគាត់មានអារម្មណ៍ថាគាត់អៀនខ្លាំងមែនទេតែសារតែមិនដែលមានអ្នកនិយាយអញ្ចឹងដាក់គាត់ទេភាគច្រើនមានតែអ្នកនិយាយថាគាត់ជាមនុស្សដែលអាក្រក់បែបថាគាត់គឺជាក្មេងស្ទាវអីអញ្ចឹងណាប៉ុន្តែចំពោះម្នាក់ស្រីវ៉ាការីនេះគឺខុសគ្នាហើយនៅពេលនោះម្ដាយរបស់រ៉េនតារ៉ូនឹងក៏បានសួរទៅកាន់រ៉េនតារ៉ូថាបានជូនវ៉ាការីនឹងទៅដល់ផ្ទះអត់ដោយសារតែបានឃើញនំខេកដែលវ៉ាការី order នឹងគឺជ្រុះនៅនឹងមុខហាងរបស់ខ្លួនឯងនឹងនេះឯងដោយលើបែបនេះរ៉េនតារ៉ូគាត់គឺស្ទុះរត់យ៉ាងលឿនដើម្បីទៅរកវ៉ាការីទាំងបារម្ភហើយក៏ជួបវ៉ាការីនៅកន្លែងមួយដែលមានពួកអាក្មេងស្ទាវប្រមាណអ្នកហ្នឹងដែលជួបគ្នាជាមួយរ៉េនតារ៉ូហើយរ៉េនតារ៉ូ20រត់ការពីមុននោះដោយពួកវាគឺបានហៅនាងនឹងគឺទៅលេងជាមួយនឹងពួកវាតែវ៉ាការីគឺអត់ព្រមទេហើយនៅពេលនោះអាប៉ាក់ហ្នឹងគឺបាននិយាយថាចេះមកបដិសេធអីណាមិញហ្នឹងឃើញនៅជាមួយនឹងអាប៉ាក់ណានៃនោះសក់ក្បាលពណ៌ស្អីនោះនិយាយថាមុខមាត់ដូចជាបងហ្នឹងគឺវាសមជាងសមនឹងស៊ីក្បាលមកស្បែកជើងវ៉ាការីដែលលើបែបនោះនាងក៏បាននិយាយទៅកាន់វាវិញថាតើលោកស្គាល់រ៉េនតារ៉ូច្បាស់ដែរអត់ហេតុអីបានជាលោកនិយាយបែបនេះទាំងដែលមិនទាន់បានស្គាល់ជាមួយនឹងរ៉េនតារ៉ូច្បាស់បែបហ្នឹងបន្ទាប់ពីលើបែបនោះរ៉េនតារ៉ូគាត់ក៏ភ្ញាក់ផ្អើលខ្លាំងមែនតើហើយនៅពេលនោះនាងក៏និយាយបន្តទៀតថាពួកលោកក៏គួរតែបើកចិត្តហើយនឹងទទួលស្គាល់អំពីរ៉េនតារ៉ូផងដែរលោកដឹងទេរ៉េនតារ៉ូគឺជាមនុស្សដែលពិសេសខ្លាំងណាស់ហើយលោកបាននិយាយអាក្រក់ទៅកាន់អ្នកដទៃទាំងដែលលោកគឺមិនទាន់បានស្គាល់គេច្បាស់ផងហ្នឹងបន្ទាប់ពីលើបែបនេះអាពីរអ្នកហ្នឹងគឺមានអារម្មណ៍ថាខឹងខ្លាំងមែនតើដំបូងគ្រាន់តែចង់ធ្វើបាបលេងអីទេប៉ុន្តែដល់លើបែបនេះគឺវាយាដៃវាយតែម្ដងហើយនៅពេលនោះរ៉េនតារ៉ូគាត់គឺបានមករងជំនួសទៅកាន់វ៉ាការីផងដែរលបកាយោឯងចង់ងប់មែនដោយឃើញមុខបរ៉េនតារ៉ូគឺខើខ្លាំងបែបនេះខ្លាចពេកគឺរត់ទៅបាត់យកមកវ៉ាការីដែលឃើញក្បាលបរ៉េនតារ៉ូឈាមនឹងគឺបានយកកណាត់របស់ខ្លួនឯងនឹងគឺទៅជូតក្បាលរ៉េនតារ៉ូផងដែរគេមើលអាមនុស្សស្រីយើងត្រូវយកកម្ពស់មកតាមមិនចឹងទេដូចវ៉ាការីអញ្ចឹងឆ្អើតជូតក្បាលឲ្យគេអញ្ចឹងឯងដោយរ៉េនតារ៉ូក៏បានសុំទោសទៅកាន់វ៉ាការីផងដែរតែវ៉ាការីនឹងគឺបាននិយាយថាវាអត់អីនោះទេវាក៏មិនមែនជាកំហុសរបស់លោកផងដែរហើយរ៉េនតារ៉ូតើលោកមានដឹងដែរអត់លោកគឺជាមនុស្សដែលចិត្តល្អខ្លាំងណាស់តើលោកគឺដឹងដែរអត់ដោយរ៉េនតារ៉ូគឺក៏អត់ទាន់សុំជាមួយនឹងរឿងអស់នោះទេដោយសារតែអីពីមុនហើយឥឡូវគឺមានអារម្មណ៍ថាដូចខុសគ្នាពីព្រោះអីម្នាក់ស្រីវ៉ាការីនេះគឺខុសគ្នាផ្សេងហើយនៅពេលនោះរ៉េនតារ៉ូក៏បានជូនវ៉ាការីមកដល់ចំណតរទេះភ្លើងផងដែរហើយពួកគេក៏បានលេងគ្នាត្រឹមនឹងនេះឯងហើយនៅពេលនោះវ៉ាការីក៏បាននិយាយថារ៉េនតារ៉ូចាំសារក្រោយខ្ញុំប៉ាលោកញ៉ាំនំខេកណាបន្ទាប់ពីលើអញ្ចឹងរ៉េនតារ៉ូបានត្រឹមតែងក់ក្បាលហើយដើរត្រឡប់មកផ្ទះវិញតែប៉ុណ្ណឹងកន្លែងមកដល់ស្អែកឡើងនៅក្នុងសាលាវិញគឺរ៉េនតារ៉ូមកយកទល់ភ្លឺនឹងសង្ស័យតែអត់គេងទេដោយសារតែនឹកពីពាក្យសម្ដីរបស់វ៉ាការីខ្លាំងពេកចង់និយាយថាគិតតែឯងសើចតែឯងដូចមនុស្សឈួនអញ្ចឹងនៅពេលនោះវែងណនមកជាហៀងទៀតហ្នឹងក៏បានបើកឡើងហើយអ្នកដែលបើកវានោះគឺជាវ៉ាការីដោយឃើញបែបនោះរ៉េនតារ៉ូគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើហើយក៏ស្ទុះទៅបិទវែងណនឡើងលឿនមកមិននឹកស្មានថាវ៉ាការីគឺជា
Sassalakio ហើយរឿង The Fifth Great Flower Bloom with Vidity រដូវកាលទី1 season ទី1 episode ទី1គឺចប់ត្រឹមនឹងនេះឯងខ្ញុំអធិស្ឋានចំពោះពាក្យពេចន៍ពាក្យសម្ដីដែលខ្ញុំនិយាយទៅបើសិនជាវាលើសលួសអីគឺខ្ញុំអធិស្ឋានផងពីព្រោះថាខ្ញុំខានធ្វើរឿងយូរខ្លាំងមែនតើអូខេបាយអ្នកទាំងអស់គ្នាជួបគ្នានៅ episode ទី2ដែលខ្ញុំនឹងនិយាយទៅកាន់អ្នកទាំងអស់គ្នាបាយបាយ